បាទជំរាបសួរដល់ពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាយើងជួបគ្នាជាថ្មីហើយខ្ញុំនឹងនាំបងប្អូនទៅទស្សនានៅប្រាសាទមួយកន្លែងដែលស្ថិតនៅក្នុងខេត្តសៀមរាបហើយនេះជាសកម្មភាពមួយដែលយើងបានចូលមកដល់នៃប្រាសាទហើយជាមួយនឹងក្រុមការងាររបស់ខ្ញុំគឺយើងបានធ្វើដំណើរចូលមកដល់នៃប្រាសាទបន្ទាយក្តីហើយបាទហើយនេះជាទស្សនវិជ្ជាមួយដែលយើងបានកំពុងធ្វើដំណើរមកដល់នៃខាងមុខនៃច្រកចូលនៃប្រាសាទហើយបាទហើយនេះយើងបានមកដល់ខាងមុខហើយយើងឃើញថានៅទស្សនវិជ្ជានៃប្រាសាទហ្នឹងគឺមានធម្មជាតិស្រស់ស្អាតមែនទែនហើយអ្វីដែលសំខាន់ខ្ញុំសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នានឹងចូលរួមមកទស្សនានៅប្រាសាទនៅក្នុងខេត្តសៀមរាបទាំងអស់គ្នាបាទហើយនេះជាសកម្មភាពមួយដែលយើងបានមកដល់ខាងមុខនៃប្រាសាទហើយយើងដឹងហើយថាប្រាសាទនៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានច្រើនបាទហើយចំពោះពុកម៉ែបងប្អូនដែលចូលចិត្តនៃការកំសាន្តហ្នឹងអាចចូលឬក៏អាចទៅលេងខេត្តសៀមរាបបានបាទហើយអ្វីដែលសំខាន់ប្រាសាទនេះបើយើងមើលអំពីលក្ខណៈទៅគឺវាស្តៀងទៅនឹងប្រាសាទតាព្រំប៉ុន្តែវាមានទំហំតូចជាងនិងមិនសូវស្មុគស្មាញទេបាទហើយចំពោះប្រាសាទបន្ទាយក្តីគឺមានខ្លោងទ្វារចំនួន2គឺនៅទិសខាងលិចនិងទិសខាងកើតបើយើងនិយាយឲ្យចំទៅគឺប្រាសាទនេះយើងនិយាយអំពីរចនាបថអីហ្នឹងគឺវាទៅនឹងបាយ័នបាទហើយដូចបងប្អូនបានឃើញហើយខ្ញុំនឹងបង្ហាញពីសកម្មភាពផ្សេងៗនៅក្នុងប្រាសាទដើម្បីចែកម្លែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងឬក៏ឲ្យបានស្គាល់នៃប្រាសាទបន្ទាយក្តីយើងផ្ទាល់តែម្ដងបាទដោយសារតែខ្ញុំនិយាយចាំគឺខ្ញុំទៅពេលហ្នឹងគឺអត់សូវមានបងប្អូនគាត់មកលេងទេទាំងភ្ញៀវជាតិនិងអន្តរជាតិបាទដោយគាត់មើលរំលងបាទហើយប្រាសាទហ្នឹងយើងនិយាយចាំទៅគឺនៅទល់មុខនៃស្រះស្រង់យើងផ្ទាល់តែម្ដងបាទបើសិនជាបងប្អូនមកលេងស្រះស្រង់កុំភ្លេចចូលលេងប្រាសាទបន្ទាយក្តីផងបាទដោយខ្ញុំបានជម្រាបបងប្អូនអញ្ចឹងបាទហើយប្រាសាទនេះបើយើងនិយាយអំពីឆ្នាំកសាងគឺនៅចុងសតវត្សទី12ដោយព្រះបាទជ័យវរ្ម័នទី7ហើយការកសាងប្រាសាទហ្នឹងគឺដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធមហាយានបាទហើយអ្វីដែលសំខាន់វីដេអូរបស់ខ្ញុំអត់មានអ្វីច្រើនទេគ្រាន់តែចង់បង្ហាញទៅដល់ពុកម៉ែបងប្អូនឲ្យបានឃើញនៅប្រាសាទរបស់ស្ដេចមុនឬក៏ចំនួនមុនហ្នឹងណាដែលលោកតែងតែកសាងដើម្បីទុកជាកេរដំណែលរបស់កូនចៅយើងចំនួនក្រោយបន្តទៀតឲ្យស្គាល់នៅស្នាដៃរបស់ព្រះអង្គដើម្បីជាកេរដំណែលអញ្ចឹងណាបងប្អូនហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណសូមជម្រាបលាដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអរគុណច្រើន